ធម្មជាតិបានបង្រៀនយើងថាភាពរីកចម្រើនណាបើចាំតើអួតប្រាប់គេគឺស្ងៀមស្ងាត់កាន់តែស្ងៀមស្ងាត់គឺល្អបំផុតយើងទៅមើលដើមឈើមែនអត់អ្នកទាំងអស់គ្នាពេលដែលគាត់រីកលូតលាស់ហាគាត់អត់ដើរទៅអួតអាងប្រាប់គេក៏ប៉ុន្តែគាត់ដឹងថាតែមួយគាត់គឺគាត់ត្រូវតែរីកលូតលាស់ទៅលើការបានបញ្ជាក់ប្រាប់យើងថាភាពស្រស់ស្អាតគឺអត់ថិតថេរទេមែនអត់អញ្ចឹងមិនថាបើសិនជាយើងនៅតែផ្ដេកផ្ដួលទៅលើតែភាពស្រស់ស្អាតតែមួយមុខពេលដែលបាត់បង់ទៅយើងឈឺចាប់ខ្លាំងណាស់ពេលដែលគ្រប់បែបយ៉ាងគឺអត់ថិតថេរបានន័យថាការចាស់ឈឺស្លាប់តែងតែបដូរទៅតាមអីគេពេលវេលាហើយពពកបានបរិយាយើងថាបើសិនជាសម្ពាធវាធ្ងន់ខ្លាំងណាស់យើងប្រឡែងខ្លះទៅមែនអត់ពេលដែលពពកខ្មៅខ្លាំងពេកគឺគាត់នឹងទម្លាក់ហិនចុះមកវិញហើយវាបែបហ្នឹងហើយហើយមួយទៀតព្រះអាទិត្យបានបរិយាយើងថាមិនមែនព្រះអាទិត្យចេះតែរះរហូតទេហើយក៏មិនមែនព្រះអាទិត្យចេះតែលិចរហូតដែរអញ្ចឹងមានលិចតែតែមានរះមានលិចតែតែមានរះមានលិចតែតែមានរះអញ្ចឹងមិនថាយើងអាចជ្រើសរើសកន្លែងដែលយើងកើតបានទេតែយើងអាចជ្រើសរើសកន្លែងដែលយើងចង់រស់នៅបានដូចគ្នាអ្នកទាំងអស់គ្នាសមុទ្រណាយើងទៅលេងយើងតែងតែបោះសម្រាមចោលយើងតែងតែគុំនេះគុំនោះចោលទៅលើគាត់ហ្នឹងមែនអត់តែសួរថាគាត់អាចខឹងយើងអត់អាចខឹងយើងទេតែគាត់នឹងព្យាយាមសម្អាតខ្លួនឯងដោយគេទឹករលកនឹងឯងអញ្ចឹងអ្នកទាំងអស់គ្នាសម្រាប់បុគ្គលណាក៏ដោយដែលកំពុងតែជួបទុក្ខជួបលំបាកជួបរឿងភ័យខ្លាចកុំខ្លាចអ្នកទាំងអស់គ្នាប្រឹងខ្លួនឯងឡើងណាដោយសារជីវិតមួយនេះគេក៏ជួបយើងក៏ជួបដែរគ្រាន់តែពេលខ្លះយើងកំពុងតែជួបបញ្ហាក៏គេកំពុងតែជួបបញ្ហាក៏ប៉ុន្តែវាជួបរឿងខុសគ្នាអញ្ចឹងណាអញ្ចឹងអ្នកទាំងអស់គ្នាមានតែចំណុចមួយទេគឺតាំងចិត្តតស៊ូព្យាយាមឡើងព្រោះថាជីវិតរបស់យើងរស់នៅជាមួយនឹងបញ្ហារស់នៅជាមួយនឹងការផ្លាស់ប្ដូរម្សិលមិញយើងស្លៀកពាក់សម្លៀកបំពាក់អីថ្ងៃនេះយើងស្លៀកពាក់សម្លៀកបំពាក់អីម្សិលមិញយើងនៅទីកន្លែងណាថ្ងៃនេះយើងនៅទីកន្លែងណាម្សិលមិញយើងបានធ្វើអីខ្លះថ្ងៃនេះយើងបានធ្វើអីខ្លះអត់មានអ្វីមួយដែលធ្វើដែរទេតែការឲ្យតែយើងដេកហើយគឺហើយហើយអត់មានត្រឡប់មកដេកម្ដងទៀតបានទេបើយើងដេកគឺយើងជួសជុលមែនអត់ដូចគ្នាជីវិតរបស់យើងណាបើសិនជាយើងដឹងថាពេលនេះវាពិបាកហើយបរិងខ្លួនឯងឡើងទៅចាប់ផ្ដើមអ្វីដែលថ្មីបន្តទៀតឬឥឡូវយើងកំពុងតែខ្វះខាតលុយបរិងខ្លួនឯងឡើងព្យាយាមឡើងតស៊ូឡើងបន្ថែមទៀតដោយសារគេមកពីចំណុចមួយដែលយើងខ្វះខាតហើយបានយើងត្រូវបន្ថែមចំណុចមួយទៀតមែនអត់ដូចគ្នាចង់បានអីបរិងខ្លួនឯងឡើងណាស៊ីតែ